នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងបានចូលចតក្រុងព្រះសីហនុនាំភ្ញៀវជិត 3,000 នាក់អាមេរិកច្រើនជាងគេនៅវេលាម៉ោង 7:00 នាទីថ្ងៃច័ន្ទទី29 ខែធ្នូនេះមាននាវាទេសចរណ៍ឈ្មោះ Diamond Princess សញ្ជាតិ Bermuda បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល1ថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាមកំពង់ផែស្វយ័តក្រុងព្រះសីហនុបានដឹងថានាវាទេសចរនេះមាននាវិកសរុបចំនួន 1059 នាក់ស្រី 245 នាក់មាន 59 សញ្ជាតិនិងមានភ្ញៀវទេសចរសរុបចំនួន 2,850 នាក់ស្រី 1,566 នាក់មាន 52 សញ្ជាតិចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក 797 នាក់និងអូស្ត្រាលី 824 នាក់បើតាមប្រភពខាងលើនាវាទេសចរនេះនឹងចាក់ចេញទៅប្រទេសថៃនៅវេលាម៉ោង 16:00 នាទីនៅថ្ងៃដដែល